cái phong ha thảo đại Hello guys, me I'm Jan ដែលសាមសំមិញនឹងខ្ញុំទៅកម្មវិធីដែលស្មារតីជាតិចឹងទៅខ្ញុំមានវីដេអូតិចតួចណាទាំងអស់គ្នាមើល behind the scene របស់បងអ្នកចូលរួមកម្មវិធីចឹងណាចឹង I hope you can enjoy it and let's goអូខេចឹងនេះគឺជាការហាត់សមបទពងសាវតាខ្មែររបស់វីរៈសិល្បករដែលមកពីសាលាវិទ្យាសិល្បៈហើយយើងនៅមានផ្ទាំងទស្សនភាពផ្សេងៗទៀតដែលអ្នកទាំងអស់គ្នានឹងឃើញនៅក្នុង vlog ហ្នឹងបន្ទាប់ពីអង្គុយចាំហើយបងមេក្រុមរបស់ខ្ញុំគាត់ទិញនំពពាឲ្យញ៉ាំឡើងឆ្ងាញ់ហ្មងណាបន្ទាប់មកទៀតយើងមានបាយហើយនៅក្នុងនឹងទឹកអីយើងអាចញ៉ាំបានមួយសេរីហ្មងនិយាយទៅ free food ហើយកន្លែងនេះកន្លែងដែលបងគាត់យកទង់ជាតិនិងហេតុទង់ជាតិចូលមកឃើញហើយឡើងភូសបលហ្មងពីការថ្លែងសន្ទរកថារបស់លោកអាយដាមចប់ show យើងចាប់ដើមហើយប្រុងព្រៀបទាំងអស់គ្នាក្រោកសំភារទី1ទី2ទី3អង្គុយបោះជុំហ៊ានទៅមុខនិតអនុសាភាពកង់ក្ដៅបន្ទាប់ពី show របស់ពួកយើងទៅគឺមាន show របស់បងកៃរដ្ឋហើយនឹង show របស់វិរៈសិល្បករហើយនិងសិល្បករផ្សេងៗទៀតអ្នកទាំងអស់គ្នា Let's take it outហ្នឹងហើយអ្នកនរគ្នាដូចមីអូនមួយនឹងវាស្រេចចឹងថា show យើងចាប់ហើយអញ្ចឹងយើងនាំគ្នាជិះឡានក្រុងមកសាកលវិទ្យាល័យហើយយើងមកផ្ទះវិញ
តាមមុននឹងទៅសូមបងដាវីនថតចូលវីដេអូមួយសិនចេញមកព្រៀងអ្នកទាំងអស់គ្នាពួកយើងធីមម៉ានឆ្នាក់អីគេយើងអើណាមីអូននេះកណ្ដាលអេច្រឡំហ្នឹងហើយយើងចូលរួមកម្មវិធីអីគេតាស្មារតីជាថ្ងៃហ្នឹងខ្ញុំយើងធីមយើងស្រែកស្អកក៏ហើយថ្ងៃច័ន្ទយើងទៅរៀនធម្មតាហើយនោះ3ថ្ងៃហើយបើឃើញហើយជួយ like subscribe YouTube channel ផងចាចង់ល្បីបាយមីអូនមួយនេះមានចការស្លន់ជាខ្លាំងពួកអីខ្លាចឡានក្រុងរត់ចោលពូអ្នកបើកឡានក្រុងថាឲ្យរត់ទៅក្រោយអត់ទេគេចង់ជិះឡានហ្នឹងចឹងក៏ឡើងឡានហ្នឹងមកដល់ស្កប់ជាឡៃទៅឡើងសឡើងឡានចិត្តមកដល់ស្លាយឆ្លៀតជ្រៀងឆ្លៀតអីណាទៀតមីអូននឹងមែនហ្មងអូខេ guys so កម្មវិធីដាក់ស្មារតីជារឿងចាប់ធំហ្នឹងហើយI'm not sure that I'm gonna post it or something but I try my best to post it well like and subscribe guys bye